បាទសូមគ្រប់ជម្រាបសួរអ្នកសិក្សាភាសាចិនទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងនៅ ASK 2ណាវីដេអូភាគ3ណាចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាអូខេអញ្ចឹងពាក្យបន្ទាប់ដែលយើងត្រូវរៀនគឺពាក្យបា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 យមានន័យថា100ណា100ចឹងវាជា数字ណា数字គឺ number ជាលេខណាអូខេ100មានន័យថា100ណាឬក៏100ឥឡូវជាឧទាហរណ៍学校有500多个学生学校有500多个学生学校有500多个学生这មានន័យថា The school has more than 500 students okay 学校មានន័យថាសាលារៀន有មាន500មានន័យថា500ណាអញ្ចឹងយើងរៀនអីគឺ5មានន័យថា100ឬក៏100500ណា多个学生មានន័យថាជាង500ណាជាង500នាក់អូខេអញ្ចឹងយើងពាក្យបន្ទាប់គឺយើងមានពាក្យឈលៀងសើណាវាជាលៀងសើគឺគេហៅថា measure word អូខេ number of times ណាអញ្ចឹងមានន័យថាចំនួនដងឧទាហរណ៍ទីលើកទី1លើកទី2ណាហ្នឹងគេហៅថាឈជាឧទាហរណ៍នៅទីនេះយើងនិយាយថា这是我第一次来上海这是我第一次来上海ចឹងមានន័យថា this is my first time visit to Shanghai នេះគឺជាលើកទី1របស់ខ្ញុំទៅលេងណាសៀងហៃណាអញ្ចឹងអ៊ីឈឺមានន័យថាទីអ៊ីឈឺមានន័យថាលើកទី1ណាលើកទី1ដល់ទីអឺមានន័យលើកទី2អូខេអញ្ចឹងយើងដឹងហើយពាក្យថាឈឺគឺជាចំនួនដងណា number of times អូខេ下一个ពាក្យបន្ទាប់គឺយើងសិក្សាពាក្យ个是名词ណា名词មានន័យថាជានាម it is a noun ណា个 is a noun elder brother ណា the meaning is elder brother មានន័យថាបងប្រុសអូខេបងប្រុស比如说第一这是我的哥哥这是我的哥哥 this is my elder brother នេះគឺជាបងប្រុសរបស់ខ្ញុំណាអូខេឧទាហរណ៍ទី2គឺ哥哥每天ទៅណាទី2哥哥每天都去公园跑步哥哥每天都去公园跑步 chứng bên đây tha
My brother goes to the park to run every day កន្លែងនេះគឺតោណាបងប្អូនមិនមែនទូទេអធិស្ឋានសម្រាប់เพลงเองមានន័យថា哥哥每天都去公园跑步ជារៀងរាល់ថ្ងៃបងប្រុសរបស់ខ្ញុំទៅសួនសាធារណៈដើម្បីរត់ហាត់ប្រាណអូខេ下个ពាក្យបន្ទាប់គឺយើងរៀនពាក្យ公共汽车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 也是名词呢 it is also nouns the meaning is bus ណា bus អញ្ចឹង公共汽车គឺមានន័យថាឡានក្រុងណាឬក៏រថយន្តក្រុង比如说第一我坐公共汽车去学校我坐公共汽车去学校 okay I go to school by bus ណាខ្ញុំជិះឡានក្រុងទៅសាលារៀន第一个我坐公共汽车来上班我坐公共汽车来上班 okay 来上班មានន័យថាមកធ្វើការណាអញ្ចឹងមានន័យថាខ្ញុំជិះឡានក្រុងទៅធ្វើការ I go to work by bus ណាអូខេពាក្យបន្ទាប់下一个 is 凉凉凉凉凉 is a number the meaning is two ណាអូខេអញ្ចឹងលៀងមានន័យថា2ណាជាចំនួនអូខេជាឧទាហរណ៍我要2杯咖啡我要2杯咖啡我要2杯咖啡ខ្ញុំត្រូវការកាហ្វេពីពេងឬក៏ពីកែវណា I want 2 cups of coffee 第二我们2个人是好朋友我们2个人是好朋友我们2个人是好朋友 okay យើងទាំងពីរនាក់គឺជាមិត្តល្អ we both are good friends okay 我们 we 2个人 both of us 是 is 好朋友 good friends okay ពាក្យបន្តរបស់យើងគឺយើងរៀនពាក្យ钱钱钱钱钱钱是数字呢钱 is also numeral ចឹង钱ក៏ជាលេខដែរជាចំនួនដូចគ្នាដែរ the meaning is thousand ណា thousand គឺពាន់ okay 比如说第一张飞机票1100块一张飞机票1100块 okay 一张មានន័យថាមួយសន្លឹក okay 飞机票ណាមានន័យថាសម្បុត្រយន្តហោះ1000មានន័យថា1000 okay 1000 200មានន័យថា100
so 1,100 khoái bên đây tha 1,100 yuan ណា okay អញ្ចឹងសំបុត្រយន្តហោះមួយសន្លឹកមានតម្លៃ 1,100 yuan one plane ticket cost 1,100 yuan ណា okay 下一个ឧទាហរណ៍ទី2គឺ那个收集要3000元那个手机要3000元 okay ទូរស័ព្ទមួយគ្រឿងនោះមានតម្លៃ 3,000 yuan ណា That phone cost 3,000 yuan okay 下一个ពាក្យបន្ទាប់គឺយើងរៀនពាក្យ右边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 是名词ណា名词វាគឺជានាមណា also នាម also noun right right side ណាអញ្ចឹងមានន័យថាខាងឆ្វេងសំទោសគឺខាងស្ដាំណាគឺខាងស្ដាំណា OK 比如说第一学校的右边有饭店学校的右边有饭店 OK 学校的右边មានន័យថានៅខាងស្ដាំសាលារៀនណា OK 右មាន饭店អាហារដ្ឋាន OK អញ្ចឹងពាក្យប្រយោគទាំងមូលគឺមានន័យថានៅខាងស្ដាំសាលាមានអាហារដ្ឋានមួយណា There is a restaurant to the right of the school 学校的右边有饭店的右边这位是我的哥哥右边这位是我的哥哥ចឹងអ្នកនៅខាងស្ដាំគឺបងប្រុសខ្ញុំណាអ្នកដែលនៅខាងស្ដាំនោះគឺជាបងប្រុសរបស់ខ្ញុំ The person on the right is my older brother Okay អញ្ចឹង右边មានន័យថាខាងស្ដាំណា Okay 下一个ពាក្យបន្ទាប់របស់យើងគឺយើងរៀនពាក្យ左边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 也是名词 It is also noun វាគឺជានាមណា The meaning is left or left side គឺខាងឆ្វេងណាមានន័យថាខាងឆ្វេងជាឧទាហរណ៍ទី1我家的左边是医院我家的左边是医院我家的左边是医院 Okay នៅខាងឆ្វេងផ្ទះរបស់ខ្ញុំគឺជាមន្ទីរពេទ្យ There is a hospital on the left side of my house. Okay, there报纸在你左边的桌子上报纸在你左边的桌子上 Okay报纸មានន័យថាកាសែតណា在ស្ថិតនៅ你អ្នក左边គឺខាងស្ដាំខាងឆ្វេងតើរបស់ឬក៏នៃ桌子មានន័យថាតុសាំងខាងលើ桌子上មានន័យខាងលើតុកាសែតនៅលើតុខាងឆ្វេងដៃអ្នកណាកាសែតនៅលើតុខាងឆ្វេងដៃរបស់អ្នក The newspaper is on the table at your left Okay
អូខេអញ្ចឹងពាក្យបន្ទាប់គឺយើងរៀនពាក្យពីងគួន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 មានន័យថា hostel ណា hostel hotel ណា hotel it is also a noun 宾馆宾馆是名词呢 OK 比如说第一请问这个宾馆在哪里请问这个宾馆在哪里សូមអធិស្ឋានណាសូមសួរតើសន្តាគារនេះនៅឯណា Excuse me where is this hostel 呢 hotel 第二那个家宾馆离火车站很远那家宾馆离火车站很远 OK 那家宾馆មានន័យសន្តាគារនោះណាលីមានន័យថាពីរណាមានន័យថាយើងប្រៀបធៀបពីកន្លែងមួយទៅកន្លែងមួយណា火车站火车站មានន័យថាស្ថានីយ៍រថភ្លើងណា很远មានន័យនៅឆ្ងាយណាស់ចឹងប្រយោគទាំងមូលមានន័យថាសន្តាគារនោះនៅឆ្ងាយពីស្ថានីយ៍រថភ្លើងណាស់ Okay that hotel is far away from the train station អូខេអញ្ចឹងថ្ងៃនេះយើងរៀនចំនួន10ពាក្យបន្ថែមទៀតអូខេ下一个យើងរៀនពាក្យ过是动词呢វាជាកិរិយាសព្ទ动词 The meaning is to cross to pass ណាមានន័យថាឆ្លងកាត់过គឺឆ្លងកាត់比如说的路上太堵了我们花了半个小时过桥路上太堵了我们花了半个小时过桥 OK 路上មានន័យថានៅតាមផ្លូវ太堵了មានន័យថាស្ទះចរាចរណ៍ខ្លាំងណាស់ OK 我们ពួកយើង花មានន័យថាចំណាយពេលណាយើងប្រើពេល OK 半个小时មានន័យថាកន្លះម៉ោង OK កន្លះម៉ោង过桥ឆ្លងកាត់桥មានន័យស្ពានអញ្ចឹងឆ្លងកាត់ស្ពានអញ្ចឹងប្រយោគទាំងមូលគឺនៅតាមដងផ្លូវស្ទះចរាចរណ៍ខ្លាំងណាស់យើងចំណាយពេលកន្លះម៉ោងឆ្លងស្ពានអូខេ路上太堵了我们花了半个小时过桥 The road was too congested We spent half an hour crossing the bridge Okay ពាក្យបន្ទាប់គឺយើងប្រយោគបន្ទាប់គឺយើងមាន过马路的ណាមិនមែនទីទេអធិស្ឋានគឺ过马路的时候看看两边注意车辆过马路的时候看看两边注意车辆 OK
Của chlong cát má lụ mình đây thả pleu ok tơ sơ hồ mình đây thả nấu bê đài đó chlong cát pleu khăn liang biển chẳng dân tới mơ song khang pleu chú ý chờ liền đầm bấy ok đầm bấyประหยัด miền làn okay when crossing the road we need to look both sides and pay attention to the cars okay chẳng của cứ miền đây thàឆ្លងកាត់ណាអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺយើងបានចូលដល់ទីបញ្ចប់ហើយអរគុណការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ណា